រឿងការសន្យាទាំង10ប្រការជាមួយនឹងព្រះជាម្ចាស់បន្ទាប់ពីចាកចេញពីស្រុកអេស៊ីបបាន3ខែជនជាតិអ៊ីស្រាអែលក៏បានធ្វើដំណើរទៅដល់កន្លែងមួយឈ្មោះថាទីរហោស្ថានស៊ីណៃហើយនៅទីនោះមានភ្នំមួយឈ្មោះថាភ្នំស៊ីណៃភ្នំនេះពិតជាខ្ពស់ជាខ្លាំងហើយក៏ជាភ្នំថ្មដែលពោរពេញទៅដោយថ្មដ៏រឹងមាំនៅទីនេះហើយដែលព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលទៅកាន់ជនជាតិអ៊ីស្រាអែលដែលពោរពេញទៅដោយការសង្ស័យនិងការត្អូញត្អែរចំពោះព្រះជាម្ចាស់ព្រះទ្រង់មានបំណងចង់ប្រាប់អំពីព្រះបន្ទូលដ៏សំខាន់ទៅកាន់ពួកគេដូច្នេះទើបទ្រង់បានហៅម៉ូសេឲ្យទៅលើភ្នំម៉ូសេអើយនៅថ្ងៃស្អែកយើងនឹងចុះទៅឯភ្នំស៊ីណាយនៅចំពោះមុខជនជាតិអ៊ីស្រាអែលហើយយើងនឹងធ្វើឲ្យមនុស្សទាំងអស់ស្ដាប់ឮនៅសំឡេងរបស់យើងដូច្នេះនៅថ្ងៃនេះនិងថ្ងៃស្អែកទាំងរូបកាយនិងចិត្តរបស់មនុស្សទាំងអស់ត្រូវតែសម្អាតឲ្យបានស្អាតល្អម៉ូសេក៏បានប្រកាសប្រាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យមនុស្សទាំងអស់បានដឹងជនជាតិអ៊ីស្រាអែលក៏រួតរះនាំគ្នាធ្វើការយ៉ាងមមាញឹកគ្រប់គ្នាអ្នកខ្លះដើរទៅដងទឹកអ្នកខ្លះបោកខោអាវឲ្យស្អាតហើយក៏នាំគ្នាស្ដាប់នៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយក៏បានមកដល់ពេលព្រឹកនៃថ្ងៃដែលព្រះបានសន្យាពពកដ៏ក្រាស់ឃ្មឹកដែលហោះពាសពេញនៅលើកំពូលភ្នំស៊ីណាយរំពេចនោះក៏ចាប់ផ្ដើមមានថ្គររន្ទះយ៉ាងខ្លាំងភ្នំទាំងមូលក៏បានញ័រដោយសំឡេងយ៉ាងខ្លាំងនោះមនុស្សទាំងអស់ក៏ចាប់ផ្ដើមញាប់ញ័រទាំងភ័យខ្លាចក្នុងពេលដែលពួកគេមិនបានធ្លាប់ឃើញពីមុនមកនោះឡើយប៉ុន្តែគ្រប់ទាំងស្ថានភាពទាំងនោះម៉ូសេមិនបានភ័យខ្លាចនោះឡើយហើយក៏បានចូលទៅក្នុងភ្នំដែលពោរពេញទៅដោយអាប់និងពពកហើយក៏បានស្ដាប់នៅព្រះបន្ទូលព្រះសូរសៀងរបស់ព្រះជាម្ចាស់នេះហើយគឺជាក្រឹតវិន័យដែលជាព្រះបទបញ្ជាទាំង10ដែលព្រះជាម្ចាស់ទ្រង់បានមានបន្ទូលនេះគឺជាការសន្យាដ៏សំខាន់រវាងពួកយើងជាមួយនឹងព្រះជាម្ចាស់បទបញ្ជាទី1គឺកុំឲ្យជឿលើព្រះឯណាទៀតក្រៅពីព្រះជាម្ចាស់ឲ្យសោះហើយទី2គឺកុំឆ្លាក់ឬបង្កើតរូបព្រះឲ្យសោះសម្រាប់មនុស្សដែលរស់នៅក្នុងសម័យនោះភាគច្រើនបានគោរពដល់ព្រះអាទិត្យដើមឈើហើយដូចជាសត្វជាដើមដូចជាព្រះរបស់ពួកគេអញ្ចឹងទាំងនេះគឺយើងអាចហៅបានថាជារូបព្រះប៉ុន្តែព្រះជាម្ចាស់ទ្រង់បានហាមមិនឲ្យបង្កើតរូបព្រះនោះឡើយហើយសម្រាប់អស់អ្នកណាដែលបម្រើនិងជឿតែព្រះជាម្ចាស់នោះព្រះទ្រង់បានសន្យាថានឹងចាក់បំពេញនូវក្តីស្រឡាញ់រហូតដល់មានកូនចៅរាប់រយរាប់ពាន់ពូជដំណររៀងទៅទី3គឺកុំឲ្យហៅព្រះនាមរបស់ព្រះយេហូវ៉ាជាអាសាឥតកាលឡើយការដែលហៅព្រះនាមរបស់ព្រះជាម្ចាស់ដោយលេងសើចឬអាកប្បកិរិយាដែលហៅដោយលាយឡំនឹងពាក្យសម្ដីមិនល្អនោះគឺជាទង្វើមួយដែលប្រព្រឹត្តអំពើបាបនៅចំពោះមុខព្រះជាម្ចាស់ទី4គឺចូលចងចាំថ្ងៃបរិសុទ្ធហើយថែរក្សាថ្ងៃនោះឲ្យបានបរិសុទ្ធអ្នកទាំងអស់គ្នានៅពេលដែលព្រះជាម្ចាស់ទ្រង់បានបង្កើតផែនដីនេះមកតើអ្នកទាំងអស់គ្នាចងចាំដែរឬទេថាពេលដែលព្រះទ្រង់បានបង្កើតសព្វសារពើរួចហើយព្រះទ្រង់បានសម្រាកនៅថ្ងៃទី7សម្រាប់ពួកយើងក៏ដូចគ្នាដែរក្នុងអំឡុងពេល6ថ្ងៃយើងព្យាយាមធ្វើការងារដែលយើងមានប៉ុន្តែសម្រាប់ថ្ងៃទី7វិញជាជាងការដែលយើងធ្វើការយើងត្រូវតែសម្រាកដើម្បីថ្វាយបង្គំដល់ព្រះជាម្ចាស់ក្រៅពីនោះក៏ទ្រង់មានព្រះបន្ទូលដ៏សំខាន់បន្ថែមទៀតផងដែរទី5គឺចូលគោរពប្រណិប័តដល់ឪពុកម្ដាយទី6គឺកុំឲ្យសម្លាប់មនុស្សឲ្យសោះទី7
គឺកុំឲ្យផិតគ្នាឲ្យសោះយើងត្រូវតែសម្អាតទាំងរូបរាងកាយទាំងដួងចិត្តរបស់យើងឲ្យបានស្អាតហើយកុំឲ្យប្រព្រឹត្តអំពើកំផិតគ្នាឲ្យសោះទី8គឺកុំឲ្យលួចឲ្យសោះទី9គឺកុំឲ្យបោកប្រាស់អ្នកជិតខាងដោយនិយាយកុហកឬនិយាយនៅពាក្យសម្ដីអាក្រក់ឲ្យសោះទី10ចុងក្រោយនោះគឺកុំលបចង់បានរបស់អ្នកជិតខាងឲ្យសោះការសន្យាទាំង10គឺមានដូចបែបនោះម៉ូសេបានប្រកាសប្រាប់ពីបទបញ្ជារបស់ព្រះជាម្ចាស់ទៅកាន់ជនជាតិអ៊ីស្រាអែលទាំងអស់ជនជាតិអ៊ីស្រាអែលក៏បានស្រែកសន្យាជាសំឡេងតែមួយទាំងអស់គ្នាយើងទាំងអស់គ្នានឹងធ្វើតាមនៅគ្រប់ទាំងបទបញ្ជារបស់ព្រះជាម្ចាស់ទាំងអស់ព្រះជាម្ចាស់ទ្រង់ក៏បានហៅម៉ូសេម្ដងទៀតម៉ូសេអើយចូលឯងឡើងមកម្ដងទៀតនៅលើភ្នំស៊ីណាយដែលយើងនៅយើងនឹងឲ្យផ្ទាំងថ្មដាដល់ឯងយើងនឹងសរសេរក្រឹតវិន័យរបស់អញនៅលើថ្មដានោះដោយផ្ទាល់ម៉ូសេក៏បាននាំយកយូស្វេដែលជាដៃស្ដាំរបស់គាត់ឡើងទៅឯភ្នំស៊ីណាយជាមួយគ្នាហើយក៏បានប្រាប់ដល់អឺរ៉ុនដែលជាបងប្រុសឲ្យជួយមើលថែប្រជាជនអ៊ីស្រាអែលដែលនៅសល់នោះទីបំផុតម៉ូសេនិងយូស្វេក៏បានមកដល់ភ្នំរួចជាស្រេចភ្នំបានគ្របដណ្ដប់ដោយពពកហើយសិរីល្អរបស់ព្រះក៏បានចុះមកឯភ្នំស៊ីណាយក្នុងពេលដែលពពកបានគ្របដណ្ដប់ភ្នំអស់រយៈពេល6ថ្ងៃនោះនៅថ្ងៃទី7ព្រះជាម្ចាស់ទ្រង់ក៏បានហៅម៉ូសេពីពពកមកអស់រយៈពេល40ថ្ងៃកន្លងទៅអស់40ថ្ងៃម៉ូសេក៏បានឡើងទៅកំពូលភ្នំតែម្នាក់ឯងម៉ូសេបានទៅនៅជាមួយនឹងព្រះជាម្ចាស់ព្រះជាម្ចាស់ទ្រង់បានកត់នៅព្រះបន្ទូលរបស់ទ្រង់នៅលើផ្ទាំងថ្មដានោះដោយអង្គព្រះអង្គសម្រាប់ជនជាតិអ៊ីស្រាអែលដែលរង់ចាំនៅឯដីនោះវិញគ្រាន់តែមើលពីក្រោមទៅក៏ដឹងថាប្រកាសជាមានរឿងអ្វីមួយដ៏ធំនៅលើភ្នំស៊ីណាយជាមិនខាននៅលើកំពូលភ្នំមានពន្លឺភ្លឺដូចជាមានភ្លើងឆេះអញ្ចឹងលោកអើយប្រកាសជាម៉ូសេកំពុងតែនិយាយជាមួយនឹងព្រះជាម្ចាស់ជាមិនខានចូលមើលភ្លើងនោះទៅព្រះជាម្ចាស់ទ្រង់ពិតជាប្រកាសជាគង់នៅជាមួយនឹងយើងទាំងអស់គ្នាពេលដែលម៉ូសេប្រាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់យើងទាំងអស់គ្នានោះគឺយើងគ្រាន់តែស្ដាប់ហើយធ្វើតាមព្រះបន្ទូលទាំងស្រុងនោះទៅបានហើយមនុស្សទាំងអស់ទោះជាសម្រេចចិត្តថានឹងស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់បែបនេះយ៉ាងណាក៏ដោយជនជាតិអ៊ីស្រាអែលដែលតែងតែមានចិត្តប្រែប្រួលបែបនេះតើអាចនឹងគោរពនៅការសន្យាដែរឬទេ1ថ្ងៃ2ថ្ងៃ1សប្តាហ៍1ខែពេលវេលាដែលម៉ូសេនៅលើភ្នំកាន់តែយូរទៅនៅក្នុងចិត្តរបស់ជនជាតិអ៊ីស្រាអែលក៏បានកើតនៅគំនិតអាក្រក់ឡើងវិញម្ដងទៀតនៅពេលដែលម៉ូសេចុះមកវិញតើនឹងមានរឿងអ្វីកើតឡើងយើងនឹងជួបគ្នានៅសាច់រឿងបន្ទាប់ទៀតសូមអរគុណសូមជម្រាបលា